តើបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះគឺខ្ញុំមកឆាមីកតាំងហើយខ្ញុំសូមបញ្ជាក់ថាការឆាមីកតាំងរបស់ខ្ញុំគឺស្តង់ដាខ្ញុំហ៊ាននិយាយដោយសារតែខ្ញុំរៀនចេញពីសាលាណាមានក្បួនខ្នាតត្រឹមត្រូវហើយដូចជាប្រភេទសោះដែរប្រភេទសោះក៏យើងមានក្បួនខ្នាតត្រឹមត្រូវដែរមិនមែនចេះតែលាយណាបងប្អូនអញ្ចឹងអ្នកដែលរៀនអ្នកដែលដឹងយល់ដឹងច្រើនពាក់ព័ន្ធជាមួយការធ្វើម្ហូបទើបគេយល់ចំណុចទាំងអស់ហ្នឹងថាត្រូវធ្វើម៉េចអញ្ចឹងមីកតាំងរបស់ខ្ញុំគឺខ្ញុំអត់ឆាពងមាន់លាយឬក៏ឆាមីកតាំងលាយនៅហ្នឹងទេណាគឺយើងឆាជាមួយនឹងទឹកស៊ីអ៊ីវខ្មៅដើម្បីឲ្យពណ៌វាស្អាតហើយយើងដាក់ខ្ទឹមដាក់សាច់ដាក់បន្លែឆាធម្មតាហើយក៏យើងអត់ប្រើពងសម្រាប់កូរជាមួយដែរប្រភេទម្ហូបបងប្អូនប្រភេទម្ហូបដែលប្រើទឹកណាប្រភេទម្ហូបដែលប្រើទឹកគេអត់សូវយកពងមកកូរជាមួយទេបើមិនជាយើងយកពងមាន់មកកូរជាមួយណាវានឹងវល់អាក្រក់មើលណាអញ្ចឹងតោះតែយើងរៀនបាទយើងយល់អាហ្នឹងថាម្ហូបណាដែលត្រូវកូរពងមាន់ម្ហូបណាដែលយើងត្រូវអត់កូរអញ្ចឹងណាអញ្ចឹងអាហ្នឹងតោះតែយើងរៀនបាទយើងដឹងណាក៏ដូចជាការធ្វើសោះដែរគេពេលដែលរៀនយើងនឹងដឹងហើយថាសោះណាដែលត្រូវកូរជាមួយទឹកសាបហើយត្រូវចម្អិនបែបណាសោះណាដែលអត់ចាំបាច់កូរជាមួយទឹកសាបហើយអត់ចាំបាច់ចម្អិនបែបណាអាហ្នឹងតោះតែយើងរៀនយើងយល់ពីហ្នឹងហ្មងយល់ដឹងថាគេធ្វើម៉េចដើម្បីឲ្យត្រឹមត្រូវក្នុងការធ្វើសោះក្នុងការធ្វើម្ហូបចឹងដូចខ្ញុំបញ្ជាក់ចឹងខ្ញុំឃើញវីដេអូគេរបស់គេផ្សេងមីកតាំងនេះគឺគេឆាលាយសរសៃមីកតាំងលាយពងមាន់កូរចូលគ្នាមើលទៅគឺអត់សូវល្អមើលហ្មងទេវាវល់អត់សូវល្អមើលទេអញ្ចឹងរបស់ខ្ញុំគឺខ្ញុំអត់ឆាចូលទេព្រោះខ្ញុំដឹងក្បួនថាប្រភេទដែលគេប្រើទឹកគេដាក់ពងមាន់កូរជាមួយទេម្ហូបអីគេដែរឲ្យតែគេប្រើទឹកគេដាក់ពងមាន់កូរជាមួយទេហើយបើសិនជាគេដាក់ពងមាន់កូរជាមួយក៏គេអត់កូរឲ្យវល់ដែរអញ្ចឹងណាតោះតែយើងរៀនទើបយើងយល់អាហ្នឹងណាអញ្ចឹងទឹកសោះរបស់ខ្ញុំនេះមីកតាំងនេះអញ្ចឹងខ្ញុំឆាមីកតាំងមួយមុខនេះគឺខ្ញុំប្រើទឹកសោះរបស់ខ្ញុំដែលជាទឹកសោះមួយមុខដែលអាចឆាឲ្យបានទាំងអស់មិនថាឆាគេដែរគឺយើងអាចឆាបានទាំងអស់ឲ្យតែប្រភេទឆាក្តៅឆាគ្រឿងឆាស្អីគេដែរគឺឆាបានទាំងអស់រួមទាំងមីកតាំងរបស់ខ្ញុំនេះដែរអញ្ចឹងរូបមន្តនេះគឺស្រួលអត់ពិបាកឯណាស្រួលធ្វើមែនទែនអញ្ចឹងបើសិនជាបងប្អូនចង់បានរូបមន្តនេះអានេះខ្ញុំក៏លក់ដែរ$10បងប្អូន$អាចយកទៅធ្វើអីក៏បានដែរចង់ឆាចង់អីក៏បានដែរបងប្អូនណាឆាបានគ្រប់មុខទាំងអស់ឲ្យតែឆាឲ្យតែបងប្អូនចង់ឆាអីឆាទៅណាអញ្ចឹងរូបមន្តនេះតែយកទៅតែ$10ទេតម្លៃវាពេញ30បងប្អូនដោយសារតែខ្ញុំបញ្ចុះតម្លៃដល់សល់តែ$10ទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ